មុនការប្រកួតចាប់ផ្ដើមមានការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកជីសាម៉ាឌីជាអាជ្ញាកណ្ដាលក៏ផ្លឹងបញ្ចែការកាយបាល់គឺចេញពីក្រុមម្ចាស់ផ្ទះគឺអង្គរ Tiger ឱកាសដំបូងក្រោយនេះផាកចុងប៊ីនទាញហើយក៏ទាត់ស្ដាំជួយបានពីអ្នកចាំទីឃ្លាផ្ដាច់មកពីខ្សែការពារបាទទាំមករាឱកាសទៅក្រោយនេះលូកាសលើកមកហើយក៏តែតមួយក្បាលចូលប៉ុន្តែលោកអាជ្ញាកណ្ដាលមិនឲ្យទេបន្ទាប់ពីការប៉ះទង្គិចមុនទៅហើយពីផាកចុងប៊ីនយើងឃើញថាឱកាសកន្លែងនេះហើយគ្រាប់បាល់របស់សុគ្រីសូហ្វាន់ស្អាតមែនទែនទាត់ស្ដាំបញ្ចូលទីបានយ៉ាងស្អាតតែម្ដងអូហុយល្អហ្មងមកមួយគ្រាប់នេះសុគ្រីសូហ្វាន់ទាត់ធ្លាក់បានយ៉ាងស្អាតបំប៉ោងសំណាញ់ទីបាទមួយគ្រាប់មុនឲ្យអង្គរ Tiger នាំមុខវីសាខាបានយ៉ាងល្អអ្នកគាំទ្រស្រែកហូកញ្ជ្រៀវពេញកីឡាដ្ឋានអាគីហិរ៉ូកាតូឱកាសកន្លែងនេះការលើកបាទគប់ទូទៅហើយក៏បាទសិនកណ្ដាលទាត់ឆ្វេងយកបានពីផាកចុងប៊ីនតែស្ដាំបុកបង្គោលទីបំប៉ោងសំណាញ់ទីតែម្ដងមួយគ្រាប់នេះគឺគ្មានសល់ទេឱកាសកន្លែងនេះបាទបាល់ពេលនាទីកាត់ឡើងពីការបាទទាត់ចំជើងបាទពេញបាទហើយក៏ទាត់បញ្ចូលទីបាទដោយ Diaz Lucas Serafim កន្លែងនេះការលើកោងចូលមកខាងក្នុងផ្ទះស្ដាំរបស់សរតនាក៏ជះបាល់ចេញមកពីទីនរ៉ាសាក់ផងដែរឱកាសកន្លែងនេះបាទការបញ្ជូនមកឲ្យតំមករាទាត់ឆ្វេងក៏ស្លាយបាល់ចេញទៅខាងក្រៅពីសិនសុផាណាត់បាទតំមករាបាទការទះឆ្វេងរបស់គេតែជួយបានពីបាទគឺសិនសុផាណាត់ឱកាសកន្លែងនេះបាទវិញនឹងមានក្របបាល់តាមស្មើទៅឲ្យមីកលិនកឹបស្អារ៉ាដល់ចង្កេះភឹងប៉ុន្តែទះស្ដាំបែរជាមិនចំគោលដៅកន្លែងនេះការលើកកោងចូលមកខាងក្នុងចាប់បាល់កន្លក់ក៏ថែមមិនបានល្អពីមីកលែនផងដែរការលើកកន្លែងនេះក៏តែតមកក្បាលពីតាកូតូហើយក៏ទប់ឲ្យថែមស្ដាំក៏បញ្ចប់ទីបានយ៉ាងស្អាតបាទធ្វើឲ្យអង្គរ Tiger តាមស្មើបាទគឺ2-2ទប់ឲ្យក៏ទាត់ស្ដាំបញ្ចូលទីតែម្ដងបាទកន្លែងនេះបាទទប់ស្អារ៉ាបាទប៉ាំងបង្គោលទីអ្នកគាំទ្រក៏ស្រែកហូកញ្ជ្រៀវតាគូតូយ៉ាស៊ូអូកាការលើកកន្លែងនេះបាទបុកបង្គោលទីហើយក៏ថែមជើងឆ្វេងបុកបង្គោលទីទៀតបាទលោកស្កតកូភើបាទចង់បោកក្បាលទៅហើយផ្ទះស្ដាំពីអឹមវ៉ាឃីមក៏ជះបាល់ចេញបាទពីកៅសុកសេឡាបាទជះបាល់ចេញបានយ៉ាងល្អកន្លែងនេះការលើកកោងចូលមកខាងក្នុងក៏តែតមួយក្បាលរបស់ថាគ្រីយ៉ាបញ្ចប់ទីបានយ៉ាងស្អាតកន្លែងនេះឱកាសចុងម៉ោងបាទលំពិសុទ្ធញាក់ដាច់3សុទ្ធជើងឆ្វេងស្រាលជួយបានពីទីនរ៉ាសាក់ទៀតលោកអាជ្ញាកណ្ដាលលោកជីសាម៉ាឌីក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតទាំងស្រុងតែម្ដង